17 1번 네 여권을 발급받았어요. 여권을 발급받았어요.បាទខ្ញុំទទួលបានការផ្ដល់ជូននៅលិខិតឆ្លងដែនខ្ញុំទទួលបានការផ្ដល់ជូននៅលិខិតឆ្លងដែនមានថារបៀបថាយើងស្នើសុំថ្មីអញ្ចឹងណាតែដល់ពេលគេធ្វើរួចរាល់ហើយគេផ្ដល់ឲ្យយើង 이번에 그래서 연장 신청을 해야 해요. 네, 그래서 연장 신청을 해야 해요.បាទដូច្នេះហើយខ្ញុំត្រូវតែស្នើសុំពន្យាពេលឬក៏ស្នើសុំបន្ត 3. 보험료를 내야 해요. 보험료 ថ្លៃបង់ធានារ៉ាប់រងបាទខ្ញុំត្រូវបង់ថ្លៃធានារ៉ាប់រង 4. 사업장 변경을 하고 싶어요. 사업장 កន្លែងការងារបាទ변경អាណាផ្លាស់ប្ដូរបាទខ្ញុំចង់ផ្លាស់ប្ដូរកន្លែងការងារតើយើងត្រៀមស្ដាប់ 27번 체류 기간이 만료됐어요. 답변에 27번 체류 기간이 만료됐어요.